សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចង់បង្ហាញដល់អ្នកទាំងអស់គ្នាអំពីរបៀបបើករថយន្តប្រភេទអូតូបាទខ្ញុំចង់ចែកជូនបងប្អូនដែលនៅក្នុងប្រទេសកម្ពុជាដែលមិនទាន់បានស្គាល់អំពីការបើកបររថយន្តប្រភេទអូតូនិងរថយន្តប្រភេទលេខដៃអញ្ចឹងថ្ងៃនេះខ្ញុំបានបង្ហាញអំពី ខ្ញុំនឹងបង្ហាញអំពីរបៀបបើករថយន្តប្រភេទអូតូដែលវាមានលក្ខណៈងាយស្រួលជាងប្រភេទលេខដៃបាទហើយខ្ញុំនឹងបង្ហាញពីវិធីប្រើប្រាស់ឧបករណ៍នៅក្នុងរថយន្តមួយចំនួនដូចជាកញ្ចក់បាទកញ្ចក់នេះគឺមានន័យថាអូតូនេះគឺមានន័យថាកញ្ចក់ខាងឆ្វេងកន្លែងតកងខាងបើកតកងខាងនេះគឺជាកញ្ចក់ខាងស្ដាំដៃនេះគឺជាកញ្ចក់ខាងក្រោយពីខាងក្រោយបាទចំណុចនេះគឺជាគេហៅថា lock ទ្វារណាបាទយើងចុចមកក្រោយទៅគឺវាដោះ lock ឲ្យយើងបាទចុចទៅវិញគឺ lock វិញបាទនេះគឺ lock window មានតែ lock ពពុះដើម្បីកុំឲ្យខាងភ្ញៀវដែលជិះពីក្រោយអាចដោះសោបានអាចទម្លាក់កញ្ចក់បានបាទចំណុចចម្បងនេះគឺមានន័យថាត្រជាសងខាងនេះបាទនេះណាបាទអញ្ចឹងមានយើងចង់សេរីទៅខាងស្ដាំគឺយើងចុចទៅសទៅគឺយើងសេរីបានហើយបាទចុចសគឺសេរីកញ្ចក់ខាងឆ្វេងខាងត្រជាខាងឆ្វេងហើយសេរីខាងក្រោមនេះបាទបាទយើងមើលមកលើនេះគឺជាប្រភេទឡានបាឡែនណាប្រភេទ XLE គឺវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ទៅលើប្រាំងដៃបាទប្រាំងដៃគឺនៅខាងក្រោមនេះណានេះហៅប្រាំងដៃយើងជន់វាទៅគឺវាជាប់បាទយើងជន់វិញគឺវាដោះវិញបាទនេះគឺជាម៉ាស៊ីនត្រជាក់គឺវាងាយស្រួលទៅតែចំណុចនេះគឺយើងអាចតម្លើងបង្ហាបានវាត្រជាក់ជាងមុនបាទចំណុចនេះគឺយើងបិទបើកសន្តិជាគឺយើងចុចមួយទៅគឺវាបិទចុចមកវិញគឺវាបើកវិញចុចកន្លែងខាងគឺបើកវិញបាទអូខេកន្លែងគឺឡើងសញ្ញាសេរីត្រជាក់ខ្លាំងត្រជាក់តិចបាទទៅលើសីតុណ្ហភាពបាទហ្នឹងទៅគឺយើងយកខួរទៅបើត្រជាក់បាទពាក់ព័ន្ធប៉ុណ្ណឹងហើយពាក់ព័ន្ធខាងដៃចកោតគឺខាងនេះគឺពាក់ព័ន្ធជាមួយនឹងភ្លើងបាទយើងចុចមកក្រោមគឺភ្លើងសញ្ញោខាងឆ្វេងបាទយើងទីវាមកក្រោមចឹងណាគឺលុតសញ្ញោឆ្វេងបាទទៅលើគឺសញ្ញោស្ដាំបាទយើងមួលទៅមុខគឺយើងបើកភ្លើងសម្រាប់បើកភ្លើងនៅលើភ្លើងហ្វាភ្លើងកោតនៅខាងមុខរថយន្តបាទពាក់ព័ន្ធខាងនេះគឺខាងស្ដាំដៃខាងក្រោយដៃចកោតនេះគឺពាក់ព័ន្ធជាមួយនៅខាងផ្លុតទឹកបាទផ្លុតទឹកគឺយើងអាចកាច់លើក្រោមបានដើម្បីឲ្យវាជូតទឹកលើកញ្ចក់របស់យើងបាទយើងក៏លេចមកមើលដៃចកោតសុំទោសគឺមកលើលេខដៃលើប្រអប់លេខរបស់រថយន្តវិញបាទនៅលើប្រអប់លេខរថយន្តគឺវាមានលេខ5លេខបាទទី1គឺអក្សរ P អក្សរ E អក្សរ N អក្សរ D និងលេខ2និងអក្សរ L បាទ P នេះគឺសម្រាប់រថយន្តឈប់បាទនៅពេលយើងឈប់គឺយើងទាញមុខអក្សរ P បាទ E សម្រាប់ថយក្រោយបាទអក្សរ N នេះគឺសម្រាប់យើងដោះលេខដើម្បីឲ្យគេសណ្ដោងរថយន្តទៅមុខបានឬក៏ថយក្រោយបានបាទអក្សរ D គឺសម្រាប់បើកទៅមុខត្រង់គឺផ្លូវលាតធម្មតាមានលក្ខណៈងាយស្រួលគឺយើងបើកតាមអក្សរ D ហ្នឹងទេសម្រាប់ផ្លូវជាតិផ្លូវលំធម្មតាបាទលេខ2គឺសម្រាប់លេខកម្លាំងជាមួយនឹងអក្សរ L គឺលេខកម្លាំងដូចគ្នាប៉ុន្តែគាត់ថាអក្សរលេខ2មានផ្លូវសម្រាប់ផ្លូវពិបាកយើងបើកផ្លូវពិបាកឧទាហរណ៍ថាផ្លូវឡើងភ្នំឬក៏ផ្លូវ
ដែលមានក្លុបជ្រៅជ្រៅអញ្ចឹងទៅគឺយើងអាចប្រើលេខ2នេះបាទអក្សរ L គឺសម្រាប់ឡានជាប់ផុងឬក៏អាចឡើងចំណត់ខ្ពស់ក៏យើងអាចប្រើអក្សរ L បានដែរបាទប្រអប់លេខគឺមានតែប៉ុណ្ណឹងគឺមាន5លេខទេហើយនៅមុននឹងដាក់លេខគឺយើងជាទូទៅគឺឡើងប្រភេទអូតូគឺយើង ដាក់លេខគឺយើងត្រូវច្បាច់ខាងលើនេះណាបាទខាងលើនេះគឺយើងទាញប៉ុន្តែពេលនេះគឺយើងទាញមកដោយសារអីដោយសារយើងអត់ទាន់ជន់ប្រាំងបាទគ្រប់ប្លានប្រអប់លេខអូតូទាំងអស់គឺត្រូវតែជន់ប្រាំងដើម្បីដាក់លេខវាបាទជាងមើលទៅក្រោមណាខាងនេះគឺហ្គាបាទបាទដើម្បីដាក់លេខគឺយើងជន់ប្រាំងវាឲ្យគិបចេះមកបាទហើយយើងទាញលេខនេះបានវាមកបាទហើយយើងលែងវាទៅបាទអាចមើលភ្លឺនៅក្នុងកងមកក៏បានបាទយើងដូរលេខគឺនៅលើកងមកក៏បានបាទប៉ុន្តែយើងត្រូវដាក់លេខវាសិនដើម្បីយកយើងត្រូវដាក់ជន់ប្រាំងវាសិនដើម្បីចូលលេខបានបាទហើយយើងជន់ប្រាំងវាជាប់ហើយបាច់ហើយយើងទាញដាក់អក្សរ D បាទអញ្ចឹងណាបាទជាទូទៅឡានលេខអូតូទៅពេលដែលយើងដាក់អក្សរ D គឺវាគ្រាន់តែយើងលេងប្រាំងទៅគឺវាទៅមុខយើងលេងប្រាំងសឹមអញ្ចឹងណាបាទលេងអញ្ចឹងណាបាទអូខេឡើងទៅមុខបាទគឺវាទៅមុខអញ្ចឹងណាបាទអូខេចំពោះលើភ្លើងលើកងមនេះវិញគឺ មានតែវាលោតប្រញ្ញាពណ៌ក្រហមមានតែគឺមានន័យថាឲ្យយើងពាក់ខ្សែក្រវ៉ាត់បាទពាក់ខ្សែក្រវ៉ាត់ដល់ពេលដែលពាក់ខ្សែក្រវ៉ាត់គឺវាបាត់ហើយយើងយកខ្សែក្រវ៉ាត់មកដោតជាមួយនឹងកន្លែងនេះណាបាទសំទោសបាទកាន់ដៃហឹងពិបាកបាទនេះគឺដោតខ្សែក្រវ៉ាត់ធម្មតាចុចនេះគឺយើងនឹងបាត់ភ្លើងនៅលើកងមករបស់យើងតាមលុយរបស់យើងបាទបាទចំណុចនេះគឺជាកុងទ័រសាំងបាទទៅពេលដែលវាលត់ភ្លើងខៀវនេះគឺភ្លើងលឿងនេះគឺមានន័យថាយើងអាចជិះក្នុងរយៈពេល20 គីឡូម៉ែត្របានទៀតណាបាទនេះគឺជាកុងទ័រលបឿនយើងមើលលបឿនគឺផ្នែកខាងក្នុងគឺគិតជាគីឡូម៉ែត្រក្នុង1ម៉ោងបាទនេះជាសញ្ញាពាក់ខ្សែក្រវ៉ាត់ឲ្យយើងពាក់ខ្សែក្រវ៉ាត់នេះជាកុងទ័រដែលវាស់កម្ដៅម៉ាស៊ីនឡានបាទចំណុចនេះគឺជារង្វាស់រង្វល់កម្លាំងម៉ាស៊ីនកម្លាំងជុំម៉ាស៊ីនបាទយើងជន់ហ្គាតិចទៅបាទពេលខ្ញុំជន់ហ្គាគឺវាឡើងគឺវាវាស់ពីកម្រិតម៉ាស៊ីនកម្លាំងម៉ាស៊ីនឡានបាទរង្វាស់ជុំរបស់វាអូខេអរគុណច្រើនសម្រាប់ការទស្សនាបាទខ្ញុំមានតែប៉ុណ្ណឹងទេដើម្បីបង្ហាញដល់បងប្អូនដែលអត់ទាន់បានចេះបើកឡានលេខប្រភេទអូតូបាទនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីការបើករថយន្តប្រភេទលេខដៃម្ដងបាទសូមអរគុណមានប៉ុណ្ណឹង